Nous avons basé sur les documents juridiques suivants. C'est-à-dire tout d'abord, si on voit la carte, យើងពឹងផ្អែកទៅលើឯកសារគតិយុត្តដូចតទៅជាដំបូងសូមពិនិត្យផែនទីនេះដោយផ្អែកលើផែនទីអន្តរជាតិផែនទីនេះជាលទ្ធផលការងាររបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមតាំងពីឆ្នាំ1908ហើយប្រទេសថៃខ្លួនឯងបានទទួលស្គាល់ហើយផែនទីនេះបង្ហាញយ៉ាងច្បាស់ថាប្រាសាទទាំង3ស្ថិតនៅយ៉ាងពិតប្រាកដនៅក្នុងទឹកដីនិងអធិបតេយ្យភាពរបស់យើង notre souveraineté. Si on voit quand même les ក្រៅ travaux ពីនេះបើពិនិត្យមើលប្លង់នេះ d'indication ដែលផលិតដោយគណៈកម្មការព្រំដែនបារាំងសៀមដែលបានផលិតកាលពីថ្ងៃទី30ខែធ្នូឆ្នាំ1908យើងឃើញច្បាស់ថានេះជាបន្ទាត់ព្រំដែនហើយចំណុចចុចពណ៌ក្រហមនេះប្រាសាទតាមាន់តូចនិងប្រាសាទតាមាន់ធំគឺមានទីតាំងស្ថិតនៅក្នុងទឹកដីរបស់យើងក្រោមអធិបតេយ្យភាពរបស់យើងដូច្នេះគឺច្បាស់លាស់ណាស់និងមិនអាចប្រកែកបានគឺប្រាសាទទាំង3ប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីជាកម្មសិទ្ធិរបស់យើងគឺជារបស់ព្រះរាជាណាចក្រកម្ពុជា